បាទសួស្តីបងប្អូនប្រិយមិត្តទាំងអស់ដែលតែងតែគាំទ្រនៅ Channel YouTube របស់ខ្ញុំបាទនេះគឺថ្ងៃនេះគឺខ្ញុំបាទសូមបង្ហាញនៅទស្សនវិជ្ជារបស់ថ្នាក់ដឹកនាំដែលបានចូលរួមនៅក្នុងពិធីពិធីដែលប្រើប្រាស់ផ្លូវការនៅបណ្ណាល័យមួយខ្នងដែលជាអំណោយរបស់អង្គការ Good Neighbors ដែលបានផ្ដល់ជូនដល់ទីស្ថានបឋមសិក្សាវាលព្រាដែលស្ថិតនៅក្នុងភូមិវាលព្រាឃុំអូរទីមកគោលខេត្តបាត់ដំបងនៅក្នុងពិធីសម្ពោធដែលប្រើប្រាស់ផងដែរគឺក្រោមសកម្មភាពប្រទេសលោកពេងកំសៀនអភិបាលនៃគណៈអភិបាលស្រុកមកគោលនិងលោកជូសុងឈិនតំណាងអង្គការGood Neighborsអន្តរជាតិដូច្នេះខ្ញុំបាទសូមចែករំលែកនៅវីដេអូនិងរូបភាពមួយចំនួនដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានទស្សនានិងបានស្ដាប់នៅប្រសាសន៍របស់ថ្នាក់ដឹកនាំក្នុងការចែករំលែកនៅបទពិសោធន៍ការងារនិងការចូលរួមត្រេកអរនៅអ្វីដែលជាអំណោយដ៏ថ្លៃថ្លារបស់អង្គការGood Neighborsដែលតែងតែចូលរួមជួយដល់កុមារកម្ពុជាក៏ដូចជាប្រទេសកម្ពុជាបងយើងទេគាត់ក្នុងតំបន់អាស៊ីដែរប្រទេសកូរ៉េមិនមែននៅក្នុងអាស៊ីអាគ្នេយ៍ទេប៉ុន្តែនៅក្នុងសិតតែបងប្អូនរបស់យើងទាំងអស់គ្នាសំខាន់ថាយើងនិយាយគ្នាគេស្លៀកក្នុងឱកាសនេះជាបឋមតែជួយយកចិត្តទុកដាក់ក្នុងការជួយដល់វិស័យរបស់បងប្អូនពិសេសគឺនៅក្នុងភូមិក្នុងអាននឹងគឺអង្គការ Good Neighbors មិនមែនការងារបន្តទៀតចឹងថ្ងៃនេះគឺយើងទាំងអស់គ្នាបានឃើញសមិទ្ធផលថ្មីត្រៀមក្នុងឱកាសនេះដែរគឺខ្ញុំសូមបញ្ជាក់ជាអំណោយជួយពីអង្គការ Good Neighbors បាទគឺយើងទាំងអស់គ្នាជាម្ចាស់ពិតប្រាកដបីជាការរួមចំណែករបស់លោកគ្រូអ្នកគ្រូមេដាបេដាសិស្សឬក៏គណៈគ្រប់ទៀបក៏ដោយក្នុងរបាយការណ៍នេះប្រហែលជា$5,000ពាក្យអង់គ្លេសគេហៅថា ownership ជាងត្រូវមានភាពជាម្ចាស់យើងកុំឲ្យយល់ច្រឡំថាបណ្ណាល័យនេះជារបស់អង្គការនេះអាគិសរបស់ម្ចាស់ជំនួយនេះនឹងគ្រាន់តែគាត់បាននាមបានឈ្មោះក្នុងការទេប៉ុន្តែយើងទាំងអស់គ្នាជាមេដាបេដាសិស្សជាលោកគ្រូអ្នកគ្រូជាសិស្សានុសិស្សបងប្អូនជំនាន់បន្តទៀតប្រសិនបើយើងប្រើប្រាស់ថែទាំការប្រើប្រាស់ត្រូវមានការយកចិត្តទុកដាក់អនាម័យទាំងអស់គ្នាជាក្នុងឱកាសនេះគឺខ្ញុំចង់បញ្ហាសុខភាពរៀនសូត្រខិតខំធ្វើការរស់ស៊ីយើងមានចំណេះក្រោយពីប្រសាសន៍ថ្នាក់ដឹកនាំក៏បានដល់របៀបវគ្គកម្មវិធីបន្តគឺការប្រគល់នៅលិខិតថ្លែងអំណរគុណដល់សប្បុរសជនអង្គការGood Neighborsហើយក៏បន្តមកទៀតគឺអង្គការGood Neighborsបានទទួលជូនបាទ1 2 3ចូលកាត់យកដាច់មកកាត់លើគាត់នេះកាត់យកបើអរគុណសម្រាប់បងប្អូនដែលតែងតែទស្សនានៅជួយការសង្គមការសម្រាប់បាទសូមអរគុណបាទសូមបង្ហាញនៅទស្សនវិជ្ជាដែលថតពីលើអាកាសមើលទីធ្លាបរិវេណសាលាបឋមសិក្សាវាលត្រាហើយក៏ដូចជាជាប់ផ្លូវជាតិលេខ5នេះតែម្ដងបាទគឺបងប្អូនមើលទៅគឺសាលានេះជាប់នៅដងផ្លូវជាតិលេខ5នេះដោយការចាប់ទស្សនវិជ្ជានៃការបង្ហោះនៅខាងលើបាទសូមចែករំលែកវីដេអូនេះឲ្យបងប្អូនបានទស្សនាបាទសូមអរគុណ